ថ្ងៃនេះយើងនាំអ្នកម្ដាយមកលេងផ្ទះចាស់កន្លែងដែលយើងរស់នៅកាលពីនៅក្មេង Today we brought mom to our old house where we lived when we were young. យាយបេះច្រើនម្លេះណាច្រើនណាម៉ែលើកត្រាប់តិចមើលអូជ្រុះហើយកំរើសកំតាន់រើសអត់ញឹមចឹងញឹមមកច្បាស់អ្នកម៉ែចូលចិត្តបេះបន្លែថ្ងៃនេះយើងបេះត្រប់ពុតរំញោងបេះស្ពឺបេះម្រះព្រៅកាត់ដើមផ្ទាល់បេះស្លឹកញជាដើម Mom like harvesting vegetables and fruit. Today we gathered some cherry eggplants, star fruits, holy basil, young nona leaves, and elephant food jam. អ្នកម៉ែក៏ដូចជាពួកយើងទាំងអស់គ្នាតែងតែនឹកផ្ទះចាស់ហើយសប្បាយចិត្តនៅពេលបានទៅលេងទីនោះម្ដងMom and all of us always miss our old house and feel happy every time to visit there. ញញឹមបែរមកទាញដើមហ្នឹងឲ្យបែរមកនេះចប់បេះអីគេម៉ាបេះអីបេះត្រប់អូមើលបេះច្រើនពេកហូបអត់អស់អានេះទៅអីគេអាចាអានេះទុកឡើងពេញទូទឹកកកអីចង់1គីឡូ2គីឡូអីណែតកមកញឹមអ្នកម៉ែបានប្រាប់នាងខ្ញុំថាគាត់ចង់ពិសាអាម៉ុកត្រីហេតុនេះហើយទើបនាងខ្ញុំបេះស្លឹកញមកខ្លះហើយប្អូនប្រុសក៏បានបកសម្បកដូងទុំចំនួន3ឲ្យមកដែរ Mom told me that she wanted to eat fish amok. That was why I picked up some nona leaves and my brother tried to peel 3 wrapped coconut for us. បងប្អូនឃើញទេនេះគឺជាផ្កាស្រឡិតដែលយើងអាចបេះមកធ្វើម្ហូបបានយ៉ាងឆ្ងាញ់ពិសាប៉ុន្តែនាងខ្ញុំអត់បានបេះមកទេដោយសារយើងចង់ទុកវាឲ្យស្អាតនៅលើដើមឈើ You can see these are Tonkin jasmine flower which you can use to cook delicious food but I did not harvest them because I want them to be beautiful on the tree. Elephant food jam plant. We will cut them for cooking. កាត់ទាំងពីរចាំបដួលវាកាត់ទាំងពីរទៅណាអូខេបដួលហូតគាត់ទៅនោះទៅទុកស្លឹកមកនេះហ្នឹងហើយចឹងហូតបដួលចឹងទៅដើមតលពីដើមនេះធំហើយវែងទៀតបងប្រុសរបស់នាងខ្ញុំកំពុងតែកាត់វាខ្លីៗដើម្បីឲ្យយើងយកមកផ្ទះតើមានបងប្អូនណាធ្លាប់ញ៉ាំម្ហូបដើមតលទេបើសិនជាធ្លាប់សូមសរសេរនៅក្នុង comment ខាងក្រោម These elephant food jam stems were big and long and my brother tried to cut them in fragments for us to bring home. If any of you have tried elephant food jam recipe before, please write in comment below.
ចំពោះផ្លែស្ពឺនៅលើដើមគឺសុទ្ធតែខ្ចីមានទុំ 4-5 ដែរដែលជ្រុះមកដល់ដីហើយដែលនាងខ្ញុំរើសបាននេះគឺជាស្ពឺផ្អែមវាមានរសជាតិផ្អែមស្រាល The star fruit on the tree were not yet ripe. The ripe ones fell on the ground. I collected them and tried some of them. They were sweet, slightly sweet. សូមអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់នាងខ្ញុំបើសិនជាអាចសូមជួយ Subscribe YouTube Channel របស់នាងខ្ញុំមួយហើយជួយចុច Like Share និង Comment ជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ Thank you so much for watching my video. Please subscribe to my channel. Like, share and comment if possible. Thank you so much for watching. See you in my next video. Bye.